សួស្តីអ្នកទាំងអស់គ្នាបាទប្រហែលជាឆ្ងល់ហើយថាមួយឆ្នាំជាងនេះខ្ញុំមកសើបានចេញវីដេអូ TikTok ទេមូលហេតុដោយសារខ្ញុំរវល់ច្រើនបាទជាមួយនឹងការរៀបចំកម្មវិធីបកកញ្ញាអន្តរជាតិក៏ដូចជាការត្រៀមខ្លួននិងរៀបចំបកកញ្ញាយើងទៅប្រកួតនៅក្រៅប្រទេសហើយថ្មីនេះក្នុងកំឡុងពេលមួយឆ្នាំនេះគឺខ្ញុំរវល់នឹងការផលិតខ្សែភាពយន្តខ្លួនឯងបាទឥឡូវនេះដូចឆ្នាំនេះប្រហែលជាមាន6រឿងហើយសិតតែរឿងខ្នាតធំខ្ចប់ថវិកាធំបាទដែលអាចយកនាំរឿងសពខ្មែរយើងទៅកាន់ក្រៅប្រទេសបានបាទទៅពេលខ្សែភាពយន្តខ្លះក៏មានតួពីខាងបរទេសដែរជាពិសេសឥណ្ឌូនេស៊ីបាទអញ្ចឹងឥឡូវនេះខ្ញុំចាប់ដើមផលិតវេទិកាឡើងវិញបាទដើម្បីផ្សព្វផ្សាយនៅខ្សែភាពយន្តដែលនឹងចាក់ម្ចាំងនៅពេលឆាប់នេះបាននៅក្នុងរោងកុនគ្រប់រោងកុនបាទហើយខ្ញុំនឹងធ្វើការទៅថតទស្សនវិជ្ជាផលិតរូបភាពទៅលើទស្សនវិជ្ជានៃការថតវីដេអូថតខ្សែភាពយន្តរបស់ខ្ញុំបាទហៅថា behind the scene ហ្នឹងបាទខ្ញុំនឹងទៅផ្ដិតរូបភាពនេះបាទជាពិសេសឥឡូវនេះខ្ញុំនៅសៀមរាបផងដែរបាទដោយសារយើងកំពុងមានការថតខ្សែភាពយន្តម្ចាស់កញ្ចក់បាទគឺយើងបានថតខ្លះហើយឥឡូវយើងថតបន្ថែមទៀតអញ្ចឹងក្នុងរឿងម្ចាស់កញ្ចក់នេះគឺមានតួឯកសំខាន់3បាទមាន Jury ល្អហួរបាទល្អហួរយើងនេះមានលីមួយលៀងបាទជាតួពីកម្ពុជាយើងហើយនឹងតួខ្មោចបាទគឺ Shakila បាទគឺតួដែលកំពុងតែល្បីនៅឥណ្ឌូនេស៊ីបាទហើយគាត់មុខមាត់ស្តៀង Vina បាទគាត់និយាយទៅមិត្តភក្តិ Vina អញ្ចឹងខ្ញុំសូមឲ្យទាំងអស់គ្នាជួយគ្រប់គ្រងបាទតែខ្ញុំនឹងអាប់ដេតនៅរូបភាពនិងទស្សនវិជ្ជាវីដេអូខ្លីៗតាក់ទងនឹងខ្សែភាពយន្តរបស់ខ្ញុំហើយសង្ឃឹមថាបងប្អូននឹងគ្រប់គ្រងលើផលិតផលរបស់ខ្ញុំបាទសូមអរគុណទាំងអស់គ្នាបាទបន្តិចទៀតនៅវីដេអូក្រោយខ្ញុំនឹងថតនៅវីដេអូ behind the scene បាទសូមអរគុណច្រើន